កងឆ្មាំសមុទ្រចិនបាននិយាយនៅក្នុងសក្តីថ្លែងការណ៍មួយថានាវាឆ្មាំសមុទ្រចិនបានឆ្លងកាត់ដែនទឹកនៃកោះសេនកាគូកាលពីថ្ងៃអាទិត្យក្នុងដំណើរល្បាតអនុវត្តសិទ្ធិខណៈដែលទីក្រុងប៉េកាំងកំពុងបង្កើនភាពតានតឹងជាមួយប្រទេសជប៉ុនជុំវិញការកត់សម្គាល់របស់នាយករដ្ឋមន្ត្រីរបស់ខ្លួនលើតៃវ៉ាន់ចំនួនការទូតរវាងចិននិងជប៉ុនបានកើនឡើងចាប់តាំងពីនាយករដ្ឋមន្ត្រីជប៉ុនសាណាអេតាកាឈីបានប្រាប់សភានៅថ្ងៃទី7ខែវិច្ឆិកាថាការវាយប្រហារដោយសមត្ថកម្មរបស់ចិនលើតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យអាចបង្កឲ្យមានការឆ្លើយតបខាងយោធាពីទីក្រុងតូក្យូការកត់សម្គាល់នេះបានបង្កឲ្យមានការឆ្លើយតបដោយកំហឹងពីទីក្រុងប៉េកាំងដែលបានបង្ហាញសញ្ញាថាខ្លួនរំពឹងថាតាកាឈីនឹងដកតបចេញតាមរបៀបណាមួយប្រទេសចិនអះអាងថាតៃវ៉ាន់ជាទឹកដីរបស់ខ្លួនហើយមិនបានច្រានចោលការប្រើប្រាស់កម្លាំងដើម្បីគ្រប់គ្រងកោះនេះទេដែលមានចម្ងាយត្រឹមតែ110គីឡូម៉ែត្រឬ 68.35 ម៉ាយពីទឹកដីជប៉ុនរដ្ឋាភិបាលតៃវ៉ាន់បដិសេធការទាមទារអធិបតេយ្យរបស់ទីក្រុងប៉េកាំងសេចក្តីថ្លែងការណ៍នេះបាននិយាយថានាវាឆ្មាំឆ្នេរសមុទ្រចិនលេខ10327បានធ្វើការល្បាតនៅក្នុងដែនទឹកនៃកោះឌីយ៉ាវយ៉យនេះគឺជាប្រតិបត្តិការល្បាតស្របច្បាប់ដែលធ្វើឡើងដោយឆ្មាំឆ្នេរសមុទ្រចិនដើម្បីរក្សាសិទ្ធិនិងផលប្រយោជន៍របស់ខ្លួន